សូត្រពាក្យស្លោកចាប់ផ្ដើមគ្រប់មនុស្សស្គាល់កែច្នៃពិនិត្យត្រូវមានជំនឿដាក់ខ្លួនឲ្យទៀតស៊ូបាទអរគុណបាទចឹងប្រហែលអ្នកហើយដែលបានញ៉ាំអាហារសុខភាពមិនចាំបាច់តតែហេមទេណាអាចជាវីតាមីន C បាទប្រហែលជាទូទៅប្រហែលនឹងអាចញ៉ាំវីតាមីន C មានបានញ៉ាំវីតាមីន C ហើយអស់នៅបាទអូមេហ្គា 3 ក៏បានញ៉ាំដែរហើយហេមបានដែរមើលប្រហែលអ្នកបានញ៉ាំហេមអូខេបាទជាបទពិសោធន៍ខ្ញុំជាក់ស្ដែងអាហារសុខភាពដែលសំខាន់ដែលត្រូវត្រង់ឬក៏ជារបបអាហារប្រចាំថ្ងៃណាដែលសំខាន់ដែលអត់បានណាសម្រាប់ខ្ញុំផ្ទាល់ណាគឺអូមេហ្គា 3 ហើយនិង probiotic បាទគឺពីរនឹងសំខាន់មែនទែនបើអត់ចេះសម្បត្តិសំខាន់កុំឲ្យអត់ពីរនឹង probiotic និងអូមេហ្គា 3 បាទហើយដោយសារខ្ញុំមានគោលការណ៍មួយខ្លួនឯងចេះលាងសម្អាតបំពន់ការពារខ្ញុំមានគោលការណ៍អញ្ចឹងណាបាទអញ្ចឹងតកតងទៅនឹងហេតុអីបានយើងញ៉ាំ probiotic គឺប្រធានរបស់ថ្ងៃនេះគឺអត់និយាយពី probiotic omega 3ប៉ុន្តែលើកឡើងកុំឲ្យថាបើសិនជាយើងប្រើតែហេម៉ូហ៊ីមនេះទៅហើយមិនសូវជាមានប្រសិទ្ធភាពគួរត្រឡប់ទៅមើលថាតើប្រព័ន្ធវិហារយើងល្អដែរអត់សរសៃឈាមបេះដូងខ្លាញ់នៅក្នុងរាងកាយរបស់យើងហ្នឹងគឺមានលំហូរឬក៏មានខ្លាញ់មិនល្អហ្នឹងវាកម្រិតណាដែរបាទអញ្ចឹងបើសិនជាប្រព័ន្ធវិហារយើងល្អបាទសរសៃឈាមយើងល្អបេះដូងយើងល្អយើង boosting វាដូចជាអានេះវាដូចជា boosting អញ្ចឹងណាបាទវាអាចញ៉ាំវីតាមីន C ទៅញ៉ាំ spirulina ទៅញ៉ាំ hemohim ទៅញ៉ាំយុនស៊ុនក្រហមទៅPislim Hers ឬក៏អាហារសរសៃបន្ថែមមួយទៀតបាទពាក់ព័ន្ធទៅនឹងប្រព័ន្ធម្លេះហាកាលពីមុនយើងមានតែមានតែមួយតែ probiotic ប៉ុន្តែឥឡូវនេះយើងមានប៉ុន្មាន3តែម្ដងបាទ3បាទទី1គឺទឹកកាពះបាទតែពីមុនយើងបានថាបើអត់ទឹកកាពះអត់ fiber សម្បានធ្វើម៉េចឲ្យរក្សាបានឲ្យជាប់ probiotic កុំឲ្យដាច់បាទណាតែបើសិនយើងមានលទ្ធភាពបន្ថែមជាមួយនឹងទឹកកាពះបន្ថែមជាមួយនឹងអាហារសរសៃព្រោះដោយសារតែអាចថាផលិតផលទាំង3នេះវា probiotic វាជារួមប៉ុន្តែឯកទេសនៃ probiotic តាមការយល់ឃើញរបស់ខ្ញុំណាគឺវាផ្ដោតទៅលើពោះវៀនតូចបាទអញ្ចឹងយើងមានទឹកកាពះសម្រាប់ផ្ដោតលើកាពះពេលដែលអាហារចេញពីកាពះចូលទៅដល់ពោះវៀនតូចយើងមានពពួក probiotic នេះឯងពពួកបាក់តេរីដែលមានប្រយោជន៍ជួយទៅដល់ប្រព័ន្ធជាពិសេសគឺពោះវៀនតូចនេះឯងដល់ពេលកាកសំណល់ចូលទៅដល់ពោះវៀនធំអញ្ចឹងយើងមាន Pislim Hers អាហារសរសៃរបស់យើងនោះជួយឲ្យវាមានទម្ងន់ឲ្យវាមានសំណើមរុញច្រានកុំឲ្យមានជាតិពុលនៅក្នុងពោះវៀនធំឬក៏អាចនឹងបង្កឲ្យមានការរលាកនៅក្នុងពោះវៀនធំហើយជាក់ស្ដែងយើងមើលរបាយការណ៍តាក់ទងទៅនឹងជំងឺសពថ្ងៃនេះគឺច្រើនមែនទែនគឺរលាកពោះវៀនធំនឹងឯងបាទរលាកពោះវៀនធំហើយនៅពេលដែលរលាកពោះវៀនធំឬក៏ពពួកអាហារឬក៏កាកសំណល់ឬក៏ជាតិពុលនៅក្នុងពោះវៀនធំច្រើនវាជះធ្វើឲ្យខូចផ្នែកនៃសារពាង្គកាយរបស់យើងផ្សេងច្រើនទៀតបាទច្រើនមែនទែនដោយសារតែពពួកជាតិពុលកាកសំណល់ហ្នឹងវាអត់បានបញ្ចេញចោលឲ្យបានទៀងទាត់បាទអញ្ចឹងទេ3នឹងសំខាន់ណាស់ហើយបានជាខ្ញុំលើកទឹកចិត្តឲ្យញ៉ាំអូមេហ្គា 3 ឲ្យជាប់ព្រោះដោយសារតែអាហារដែលវាបានរំលាយហើយនៅក្នុងពោះវៀនតូចវាបឺតជញ្ជក់យកសារជាតិចិញ្ចឹមមានវីតាមីនប្រូតេអ៊ីនរ៉ែជាច្រើនប្រភេទហ្នឹងវាមានសរសៃឈាមរាប់លានសរសៃដែលតភ្ជាប់ជាមួយនឹងពោះវៀនតូចហ្នឹងដើម្បីយកទៅចិញ្ចឹមសោកោសិកានៃរាងកាយរបស់យើងហ្នឹងអញ្ចឹងយើងញ៉ាំអាហារមានគុណភាពហើយប៉ុន្តែកាពះពោះវៀនយើងវាមិនសូវជាមានគុណភាពពោះវៀនតូចយើងបឺតជញ្ជក់ហើយដល់ពេលសរសៃឈាមយើងវាមិនសូវល្អទេទៀតមានក្រិនមានរលាកអីចឹងទៀតវារុញអត់ដល់អាកោសិកានេះអាកោសិកាតូចនៃរាងកាយនៃសារពាង្គកាយរបស់យើងនេះអញ្ចឹងកន្លែងណាក៏ជាសរសៃឈាមដែរយើងមើលសរសៃឈាមយើងមានប្រវែងប៉ុន្មានជាមធ្យមតាមរយៈអ្នកជំនាញមានអ្នកចាំទេបាទប្រវែងជាមធ្យមគឺ120,000 គីឡូម៉ែត្រសឹងតែមួយជុំផែនដីយើងនេះ120,000 គីឡូម៉ែត្របាទឆ្ងាយណាស់ដែលឈាមវារត់រហូតអញ្ចឹងបើសិនជាសរសៃឈាមយើងអត់ល្អទេយើងអត់ញ៉ាំពពួកប្រេងឬក៏ខ្លាញ់ដែលល្អទេវាអត់មានអីដឹកជញ្ជូនអុកស៊ីហ្សែនយកទៅចិញ្ចឹមស្កោសិកាហ្នឹងទេអញ្ចឹងក៏ស្បែកយើងសុខភាពរាងកាយរបស់យើងក៏អត់ដំណើរការបានល្អឬក៏ងាយនឹងឆាប់ចាស់ដែរអញ្ចឹងហើយបានជាយើងធ្វើម៉េចផ្ដោតទៅលើប្រព័ន្ធម្លេះអាហារហើយនឹងពពួកអូមេហ្គា 3 របស់យើងនេះសំខាន់ណាស់
ហើយនៅពេលដែលប្រព័ន្ធបរិហាយើងល្អកសែតឈាមយើងល្អយើងចង់បើអីបើទៅបន្ថែមទៅឃើញផលហ្មងបាទប្លែកហ្មងនេះគឺជាវិធីសាស្ត្រធម្មជាតិឬក៏ដូចជារបៀបក្នុងការប្រើប្រាស់ធ្វើម៉េចឲ្យមានប្រសិទ្ធភាពឬក៏យើងជាអ្នកប្រឹក្សាយោបល់ផ្នែកសុខភាពនេះក៏ប៉ុន្តែយើងក៏មិនជាអ្នកលក់ឯណាមែនទេយើងជាអ្នកប្រឹក្សាយោបល់តាប៉ុន្តែយើងទោះយើងមិនមែនជាអ្នកជាគ្រូពេទ្យជំនាញប៉ុន្តែយើងប្រើខ្លួនឯងសិក្សាស្រាវជ្រាវក្នុងប្រព័ន្ធអាតូមីនេះរាប់ឆ្នាំហើយក៏ធ្វើឲ្យយើងមានជំនាញឬក៏ដឹងច្រើនអាចផ្ដល់ការប្រឹក្សាយោបល់ទៅដល់អតិថិជនថ្មីផងដែរបាទចឹងថ្ងៃនេះគឺខ្ញុំនឹងបន្ថែមជាមួយនឹងអាហារសុខភាពឯករបស់អាតូមីយើងគឺហេម៉ូហ៊ីមបាទហេម៉ូហ៊ីមចឹងប្រហែលរូបដែលទទួលទានហេម៉ូហ៊ីមបានបាទទទួលបានគ្រប់គ្នាមែនទេបាទអូខេបាទអញ្ចឹងគឺយើងមើលរបាយការណ៍ក៏ដូចជានេះគឺទិន្នន័យសម្រាប់ខ្មែរយើងតែម្ដងបាទមិនមែនលើកពីនៅខាងណាទេគឺខ្មែរយើងតែម្ដងគឺប្រហែលឆ្នាំកន្លងមកនេះបាទគឺយើងមើលចំនួនអ្នកស្លាប់ដោយសារតែជំងឺគេដាក់ cancer kill nearly 14000 នាក់បាទនៅក្នុងប្រទេសកម្ពុជាបាទនេះជាការលើកឡើងរបស់សម្ដេចធិបតីអញ្ចឹងយើងគិតមើលថាតើ14000 នាក់ហ្នឹងតិចឬក៏ច្រើនខ្លាំងមែនទែនច្រើនខ្លាំងមែនទែនបាទចឹងហើយបានជាថ្មីនេះគឺគេបង្កើតយុទ្ធនាការឬក៏វិទ្យាស្ថានប្រយុទ្ធប្រឆាំងបាទតកតងនឹងជំងឺកាយសាហាវជំងឺមិនឆ្លងរហូតដល់ដាក់សារអប់រំនៅក្នុងទូរស័ព្ទដៃទៅទៀតបាទតកតងជំងឺមិនឆ្លង COVID ឆ្លងល្បែងនេះអាចនឹងឆ្លងអីឆ្លងផ្ដាសាយឆ្លងប៉ុន្តែមហារីកនេះគឺអត់ឆ្លងទេណាអត់ឆ្លងទេគឺមហារីកនេះមានច្រើនទម្រង់ច្រើនមែនទែនបាទណានេះសិតតែជាស្ថិតិនៅប្រទេសកម្ពុជាយើងតែម្ដងបាទខ្ញុំសូមកាត់ព្រោះដោយសារខ្ញុំនឹងមានការចែករំលែកមួយឲ្យវាប្លែកបន្តិចព្រោះដោយសារតែក៏ពិតទៅគឺពាក់ព័ន្ធនឹងចំណេះដឹងផលិតផលការចែករំលែកផលិតផលនេះភាគច្រើនគឺអ្នកនាំយើងគាត់បានចែករំលែកច្រើនមែនទែនហើយយើងក៏អាចដឹងបានច្រើនមែនទែនពាក់ព័ន្ធទៅនឹងផលិតផលរបស់យើងព្រោះតែខ្ញុំទៅឲ្យយើងឆ្ងាយប្រធានបទបន្តិចថ្ងៃនេះបាទណានេះជាជំងឺដែលកាយសាហាវដែលយាយីជីវិតបាទរបស់ជីវរដ្ឋយើងគឺមានដូចជាមហារីកសូដនមហារីកលំពេងថ្លើមហ្នឹងហើយនៅក្នុងនោះក៏មានមហារីកពោះវៀនធំដែរអញ្ចឹងហើយបានជាយើងត្រូវធ្វើម៉េចប្រព័ន្ធបរិហារយើងឲ្យបានល្អមហារីកកាពះមហារីកពោះវៀនតូចពោះវៀនធំជាពិសេសគឺពោះវៀនធំគឺច្រើនដោយសារតែកាកសំណល់ដែលយើងចេញពីពោះវៀនតូចទៅហើយវាខ្វះជាតិទឹកវាខ្វះទម្ងន់ហើយវាស្ងួតវាក្តៅវារលាកយូររ៉ាំរ៉ៃយូរគឺមហារីកនឹងឯងបាទហើយជះជាតិពុលពីក្នុងពោះវៀនធំមកក្នុងរាងកាយរបស់យើងនេះសាច់ឈាមរបស់យើងនេះគឺប៉ះពាល់មែនទែនបាទអញ្ចឹងទេគឺយើងប្រយ័ត្នប្រយែងទាំងអស់គ្នាហើយខ្ញុំជឿថាអ្នកដែលចូលរួមនៅក្នុងអាតូមីបានប្រើក៏ទទួលទានអាហារសុខភាពអាតូមីនេះគឺគាត់បានសុខភាពល្អជាក់ស្ដែងដូចខ្ញុំអាឡែស៊ីចំពោះ10ឆ្នាំបាទលាបថ្នាំគ្រាប់ស៊ាំជាមួយថ្នាំគ្រាប់ចូលមកដល់ចាក់ថ្នាំទៅចាក់ថ្នាំគ្រប់កន្លែងចាក់យូរដើម្បីអីដើម្បីឲ្យប្រព័ន្ធផ្លូវដង្ហើមនេះកុំឲ្យវារលាកបាទអញ្ចឹងគឺពីមុនខ្ញុំពាក់វ៉ែនតាមិនញោមព្រោះដោយសារពេលរលាកច្រមុះនេះរលាកហ្នឹងវាប៉ះពាល់វាជះហ្មងវាជះទៅដល់ភ្នែកមិនញោមភ្នែកពាក់វ៉ែនតាតែមើលរូបភាពកាលខ្ញុំ10ឆ្នាំខ្ញុំពាក់វ៉ែនតាធ្វើបត់បង្ហាញពាក់វ៉ែនតាតាបាទហើយបើកឡានបើកអីគឺតរពាក់វ៉ែនតាខ្មៅបាទអាចបើកបានបាទហើយភ្លើងហ្វាយប់អីគឺចាំងមកគឺមើលអត់ឃើញទេតែឥឡូវអត់អីទេបាទអញ្ចឹងគឺហើយពេលខ្លះទឹកខ្ញុំត្រូវពេលដែលឈឺក្បាលខ្លាំងមែនទែនត្រូវស្អំតកកមួយអាទិត្យក៏មានដែរទីស្អំតកកបាទអញ្ចឹងជីវិតគឺបែបនឹងឯងបាទនេះជាបទពិសោធន៍ជីវិតនៅពេលដែលបានជួបអាហារសុខភាពអាតូមីជាពិសេសគឺហេម៉ូហ៊ីមនេះឯងគឺខ្ញុំញ៉ាំតែ3ថ្ងៃទេខ្ញុំមានកម្លាំងខ្លាំងត្រឡប់មកវិញដូចជាយើងកំពុងតែខ្សោយទឹកដល់ពេលបានថ្នាំដូចថ្នាំទឹមបតក់មកយើងចាប់ដើមមានអារម្មណ៍ថាអូប្លែកមែនទែនមានកម្លាំងមែនទែនបាទលក្ខណៈដូចយើងមានអាយុ18ត្រឡប់មកវិញបាទអានឹងគឺជាអារម្មណ៍ខ្ញុំនៅចាំកាលពីខ្ញុំទទួលទានហេម៉ូហ៊ីមបាន 3-4 ថ្ងៃដំបូងនៅចាំអារម្មណ៍មួយនឹងអត់ភ្លេចទេបាទណាអញ្ចឹងនេះជាមុខងាររបស់ហេម៉ូហ៊ីមបាទពីរធំកាលពីមុនគឺយើងនិយាយតែមួយទេបាទពង្រឹងប្រព័ន្ធភាពស៊ាំហើយប៉ុន្តែឥឡូវនេះគឺយើងពីរបាទទី1ហ្នឹងគឺពង្រឹងប្រព័ន្ធភាពស៊ាំហើយនឹងជួយសម្រួលដល់ភាពអស់កម្លាំងអង់គ្លេសគេហៅ fatigue បាទ
ហើយខ្ញុំពិតជាមានមោទនភាពក៏ដូចជាសរសើរពាក់ព័ន្ធទៅនឹងប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េទាក់ទងនឹងផលិតផលគ្រប់មុខទាំងអស់គេមានច្បាប់ការពារការផ្សព្វផ្សាយគេមានជាផ្សព្វផ្សាយណាហើយយើងមើលផលិតផលនៅលើទីផ្សារអឺមិនថាទាំងអស់ទេប៉ុន្តែភាគច្រើនដែលយើងធ្លាប់ឃើញគឺផលិតផលមួយហ្នឹងគឺបើសិនជាព្យាបាលវិញព្យាបាលសឹងតែ100មុខស្អីក៏ជាដែរណាបាទគឺមិនមែនអ្នកលក់ជាអ្នកអះអាងទៀតម្ចាស់ brand ម្ចាស់ក្រុមហ៊ុនជាអ្នកអះអាងនិយាយជាសាធារណៈហ្មងគឺព្យាបាលច្រើនមុខមែនតើហ្មងប៉ុន្តែអាតូមីគឺយើងមើលឃើញតែ2មុខឯងបាទហើយហាមសមាជិកទាំងអស់ហាមផ្សព្វផ្សាយថាហេមហេមនេះជាថ្នាំព្យាបាលនេះព្យាបាលនោះគាត់ផ្ដោតសំខាន់ទៅលើពង្រឹងភាពស៊ាំហើយនឹងបើកម្លាំងបាទបើកម្លាំងតែពីរហ្នឹងទេយើងគិតមើលដល់ពេលអីដល់ពេលអញ្ចឹងជាក់ស្ដែងខ្មែរយើងចូលចិត្តអាមួយត្រូវ100ហ្នឹងអូតម្លាក់លេខតម្លាក់ទីតាំងលឿនណាស់តែបើនិយាយពីអាហ្នឹងតិចហ្នឹងត្រូវតែ2មុខហ្នឹងរបស់ខ្ញុំនោះ100មុខតែក៏ត្រូវដែរណាដល់ពេលអញ្ចឹងយើងលក់សើដាច់ដែរអើទេអាហ្នឹងគឺជាបរិបទបាទអញ្ចឹងទេប្រហែលជាគួរតែយើងនិយាយដូចគេដែរឬក៏យ៉ាងម៉េចលើហ្នឹងបាទនិយាយច្រើនទៅត្រូវឲ្យច្រើនណាប៉ុន្តែអញ្ចេះវិញចឹងហើយបានយើងត្រូវមានចំណេះដឹងពិតប្រាកដជំនាញពិតប្រាកដក្នុងការប្រឹក្សាយោបល់គេវិញអីគេប្រព័ន្ធភាពស៊ាំហ្នឹងបាទយើងចេះបំបែកប្រព័ន្ធភាពស៊ាំព្រោះគោលដៅអាតូមីនេះហេមហ៊ីមនេះអាហារសុខភាពហេមហ៊ីមនោះគឺពង្រឹងប្រព័ន្ធភាពស៊ាំអញ្ចឹងតើយើងយល់ដឹងស៊ីជម្រៅតទៅប្រព័ន្ធភាពស៊ាំនោះឲ្យលម្អិតឲ្យស៊ីជម្រៅបាននិយាយបំបែកឲ្យគាត់យល់ទៅវិញអញ្ចឹងបានគាត់ចាប់ផ្ដើមញ៉ាំឬក៏ទទួលទានជាប្រចាំហើយគាត់ជឿជាក់ជាមួយនឹង brand របស់យើងតែម្ដងបាទណាអញ្ចឹងពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំនេះខ្ញុំកាត់ទេបាទហើយលោកអ្នកអាចសួរ ChatGPT ដែរក៏បានដែរបាទស្អីគេប្រព័ន្ធភាពស៊ាំបាទនេះជាការទទួលស្គាល់បាទពាក់ព័ន្ធទៅនឹងការទទួលស្គាល់មានបតង់រហូតដល់22ហើយនិខេមបតស្រាវជ្រាវរហូតដល់35ហើយคล้ายទៅជាអាហារសុខភាពបាទគេហៅថាដែលផលិតនិងស្រាវជ្រាវបាទស្រាវជ្រាវនិងផលិតដោយរដ្ឋាភិបាលអ្នកវិទ្យាសាស្ត្រក្រុមវិជ្ជបណ្ឌិតល្បីៗនៅប្រទេសកូរ៉េបាទវិទ្យាសាស្ត្រស្រាវជ្រាវថាមពលអាតូមីកកូរ៉េហើយជាអាហារសុខភាពដែលចុះនៅលេខរៀងទី1ហើយក៏ជាអាហារសុខភាពដែលលក់ដាច់លេខ1នៅប្រទេសកូរ៉េហើយនាំចេញច្រើនជាងគេលេខ1នៅប្រទេសកូរ៉េទៅកាន់ពិភពលោកផងដែរបាទដែលទទួលបានទឹកប្រាក់ហ្នឹងគឺច្រើននៅក្នុងចំណោមការលក់ចេញរបស់ផលិតផលទាំងអស់ធម្មតាសប្តាហ៍ថ្ងៃនេះយើងមានផលិតផលច្រើនចូល600មុខជាងនៅប្រទេសកូរ៉េហើយតាមការលើកឡើងរបស់ក្រុមហ៊ុនគ្រាន់តែហេមនឹងលក់សឹងជាង50% នៃចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនទៅទៀតបាទអញ្ចឹងគឺមិនធម្មតាទេបាទហើយក៏ធ្វើការនាំចេញទៅសកលលោកនៅក្នុងនេះគិតដាក់ថា19ប្រទេសបើទៅជាក់ស្ដែងដោយការធ្វើបទបង្ហាញដោយលោកយួនយ៉ុងស៊ុនបាទដែលជានាយកប្រតិបត្តិអាតូមីគាត់បានទៅចូលរួមសន្និសីទក្រុមគ្រូពេទ្យនៅប្រទេសមួយនោះដែលនៅក្នុងទ្វីបអាហ្វ្រិកនោះទេប៉ុន្តែឃើញគ្រូពេទ្យនោះកាន់ហេមហ៊ីមញ៉ាំដែរណាអញ្ចឹងបានន័យថាផលិតផលហេមហ៊ីមនេះមិនមែនអានឹងការចែកចាយការដឹកជញ្ជូនការធ្វើទីផ្សារទៅប្រទេសដែលទទួលបានការចុះបញ្ជីជាផ្លូវច្បាប់បង់ពន្ធទៅតាមបណ្ដាសាខាប៉ុន្តែនៅប្រទេសដែលមិនទាន់បើកសាខាហើយគេនាំចូលទៅប្រទេសគេក្នុងការប្រើប្រាស់ប្រចាំថ្ងៃប្រចាំគ្រួសារនោះមិនដឹងប្រមាណប្រទេសបាទច្រើនប្រទេសមែនតើតើតើនឹងហេមហ៊ីមនេះបាទណាជាងនេះជាខែមួយបតលំអិតលោកអ្នកអាចចូលទៅក្នុង channel Atomy បាទនៅក្នុង channel Atomy ហ្នឹងបណ្ដុំព័ត៌មានទាំងអស់ហើយគឺដាក់មាន caption មួយនោះមានមាតិកាមួយនោះគឺដាក់តែបណ្ដុំឯកសារហេមហ៊ីមហ្មងមានជាង40អត្ថបទនៅក្នុងហ្នឹងចូលទៅអានបាទបើសិនជាអាចណាចូលទៅអានមានជាភាសាអង់គ្លេសភាសាកូរ៉េហើយឥឡូវភាសាមិនជាបញ្ហាមិនមែនជារនាំងក្នុងការស្រាវជ្រាវសិក្សាទៀតទេព្រោះស្អីយើងមាន ChatGPT យើងមាន Google Translate ដាក់ទៅវាបកប្រែជាភាសាខ្មែរបាទស្រួលណាបាទអញ្ចឹងសូមសិក្សាទាំងអស់គ្នាបើសិនជាថ្នាក់នាំគិតថាយើងចង់ចូលរួមស្វែងយល់អំពីផលិតផលមួយឲ្យបានលម្អិតបាទបន្តិចទៀតខ្ញុំនឹងចែករំលែកអំពីអាចថាជាស្តង់ដារមួយសម្រាប់ខ្ញុំសម្រាប់ក្នុងការស្រាវជ្រាវក្នុងការរៀនសូត្រអាចនិយាយបានថាយើងស្ដាប់ឬក៏យើងស្រាវជ្រាវពី website ក្តីពីគេហទំព័រក្តីពីវាគ្មិនជាច្រើនប៉ុន្តែសួរថាយើងយកអីដែលជាស្តង់ដារក្នុងការសិក្សាស្រាវជ្រាវ
បើថាយើងមានមេតិកាលំអិតនៅក្នុងផលិតផលនីមួយៗថាយើងសិក្សាឲ្យច្បាស់ថាយើងស្គាល់ជាគោលបាទយកជាគោលបាទអញ្ចឹងតកតងទៅនឹងហេម៉ូហ៊ីមនេះគឺវត្ថុធាតុដើមដែលផ្សំហ្នឹងគឺ3ធំបាទខ្លះទៅយកផ្កាខ្លះទៅយកមើមបាទមាន3ធំជាផលិតផលផ្សំគោលអញ្ចឹងវាមានសារធាតុផ្សំជាច្រើនទៀតប៉ុន្តែគោលធំហ្នឹងគឺមាន3បាទហើយពាក់ព័ន្ធទៅនឹងប្រសិទ្ធភាពនៃក្នុងវត្ថុធាតុដើមទាំងអស់ហ្នឹងគឺមានជួយឲ្យ NK cell បាទ NK ពាក្យពេញគេថា natural killer cell កោសិកាសម្រាប់មេរោគហ្នឹងគឺវាសកម្មឡើងវិញបាទអញ្ចឹង NK cell ហ្នឹងវាកកើតនៅកន្លែងណានៃរាងកាយរបស់យើងអញ្ចឹងវាកកើតនៅក្នុងដំណើរការនៃការបណ្ដុះនៃគ្រាប់ឈាមរបស់យើងហ្នឹងអញ្ចឹងក៏គ្រាប់ឈាមវាកកើតហ្នឹងមកពីកន្លែងណាគ្រាប់ឈាមបើវាមានស្លាប់វាមានកើតតែបើមិនតែវាអត់មានកើតមានតែស្លាប់អញ្ចឹងវាខ្វះឈាមដែលយើងថាខ្វះឈាមអញ្ចឹងសមត្ថភាពផលិតគ្រាប់ឈាមរបស់យើងនៅកន្លែងណាគឺនៅក្នុងខួរឆ្អឹងបាទអញ្ចឹងខួរឆ្អឹងអញ្ចឹងយើងគិតថាអញ្ចឹងធ្វើម៉េចឲ្យសាច់ដុំយើងល្អនេះសាច់ដុំសំខាន់ណាស់សាច់ដុំយើងល្អវាស្រោបឆ្អឹងអញ្ចឹងត្រូវការហាត់ប្រាណដល់ពេលសាច់ដុំវារឹបវាអោបឆ្អឹងបានល្អធ្វើឲ្យកំហាប់ឆ្អឹងហ្នឹងវារឹងមាំដែលយើងគិតថាស្ត្រីពេលដែលអស់រដូវខ្សោយឆ្អឹងបាទខ្សោយឆ្អឹងស្ពោតបាទតែឆ្អឹងស្ពោតសមត្ថភាពផលិតគ្រាប់ឈាមចាប់ផ្ដើមខ្សោយដែរអញ្ចឹងត្រូវធ្វើម៉េចលំហាត់ប្រាណផងមិនមែនដល់ញ៉ាំអាហារសុខភាពអត់ទៅមានទៅសុខភាពដឹងថាល្អមិនបាច់ធ្វើអីហ្នឹងក៏ពិតទៅលំហាត់ប្រាណធ្វើម៉េចឲ្យសាច់ដុំយើងរឹងមាំសាច់ដុំយើងស្ងួតល្អហើយស្រោបឆ្អឹងវាហាប់ល្អវាផលិតគ្រាប់ឈាមបានល្អឃើញទេអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើងខ្សោយគឺក៏កង្វះឬក៏ការបកកើតនៃគ្រាប់ឈាមយើងខ្សោយកោសិកា NK ហ្នឹងក៏វាខ្សោយតាមហ្នឹងព្រោះវាកើតមកជាមួយនឹងការកកើតនៃគ្រាប់ឈាមបាទ NK ហ្នឹងបាទមានគ្រប់គ្នា NK ហ្នឹងកោសិកាសម្រាប់កោសិកាមហារីកហ្នឹងប៉ុន្តែនៅពេលដែលវ័យយើងកាន់តែចាស់ទៅសមត្ថភាពផលិតវាកាន់តែខ្សោយផលិតមកហើយដូចទៅហ៊ានដែលខ្សោយអញ្ចឹងណាបាទអត់មានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងកោសិកាមិនប្រក្រតីក្នុងរាងកាយនឹងទេបាទហើយពេលដែលកកើតនៅក្នុងដំណើរការនៃការកកើតគ្រាប់ឈាមហ្នឹងក៏វាជួយធ្វើឲ្យអាកោសិកាឬក៏យើងហៅថា protein cytokine ហ្នឹងក៏វាកើនឡើងច្រើនដែរបើខ្ញុំឆែកទៅវាដូចជាទឹកដូចជាទឹករងៃអញ្ចឹងឬក៏ភាសាមួយទៀតថា microphage ដែលជា protein ដែលបញ្ជូនសញ្ញាបាទបញ្ជូនសញ្ញាពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទរបស់យើងហ្នឹងបាទដូចជាយើងរលាកយើងមានរបួសអីអាប្រព័ន្ធបញ្ជូនសញ្ញាហ្នឹងវាមកទប់ទល់សិនណាវាមកចាប់ឬក៏មកឃុំឃាំងពពួកកោសិកាដែលមិនប្រក្រតីឬក៏មេរោគដែលមិនប្រក្រតីហ្នឹងចូលទៅតាមខ្យល់តាមអីហ្នឹងឯងបាទប៉ុន្តែវាអត់មានមុខងារសម្លាប់ទេវាគ្រាន់តែផ្ដល់សញ្ញាហើយនឹងបញ្ជូនសញ្ញាពាក់ព័ន្ធទៅនឹងអ្វីដែលមិនប្រក្រតីចូលមកក្នុងរាងកាយរបស់យើងហ្នឹងអញ្ចឹងបរិមាណនៃ protein cytokine នឹងកើនឡើងកាន់តែច្រើនដូចយើងមានគិញសម្ងាត់ច្រើនដែរបាទយើងដឹងរឿងមុនក្នុងការវាយប្រហារអញ្ចឹងប្រទេសមួយយើងមើលសង្គ្រាមយើងឃើញគឺយើងឃើញគិញសម្ងាត់យើងចាប់បានជាប្រចាំតែមានគិញសម្ងាត់នៅក្នុងក្រមរជួរតបយើងច្រើនយើងបកកាយយ៉ាងណាក៏ដោយគេដាក់មកចំហ្មងបាទអញ្ចឹងគឺសំខាន់អាគិញហ្នឹងយើងដឹងយើងមានគិញសម្ងាត់នៅកន្លែងគេច្រើនយើងក៏ដាក់ចំទៅវិញដែរបាទណាក៏ផ្លោងទៅចំហ្មងដោយសារគិញហ្នឹងឯងអញ្ចឹងវាភាពថាផ្សាយរខាញ់ជាប្រូតេអ៊ីនដែលបញ្ជូនសញ្ញាដើម្បីឲ្យ NK cell ហ្នឹងវាអាចសម្លាប់បានហើយនឹងជួយឲ្យប្រព័ន្ធភាពស៊ាំកោសិកាប្រព័ន្ធភាពស៊ាំហ្នឹងសកម្មបាទពីមុនគឺខ្សោយតែពេលដែលញ៉ាំហេមទៅវាទៅពង្រឹងហើយឲ្យវាសកម្មបាទដូចទាហានដែលវឹកហាត់ជាប់ជាប្រចាំទាំងឯងបាទហើយជួយសម្រួលដល់អាការអស់កម្លាំងបាទពីមុនគឺអត់មានទេយើងដាក់ថា new ថ្មីនេះឯងនេះដាក់ថ្មីនេះជាការទទួលស្គាល់ក៏ប៉ុន្តែយើងញ៉ាំទៅដឹងថាមានកម្លាំងតាំងពីអើយមកប៉ុន្តែដោយសារតែអត់បានទទួលការចុះបញ្ជីឬក៏ការទទួលស្គាល់ពីរដ្ឋាភិបាលកូរ៉េក្នុងការផ្សព្វផ្សាយអញ្ចឹងក្រុមហ៊ុនក៏អត់ផ្សព្វផ្សាយដែរបាទគឺខ្ញុំដាក់ថាញ៉ាំហេមទៅបើកម្លាំងប៉ុន្តែក្រុមហ៊ុនមានបញ្ជាក់ថាញ៉ាំហេមទៅបើកម្លាំងណាអត់ដែរទេការផ្សព្វផ្សាយណាប៉ុន្តែដល់ពេលយើងញ៉ាំនោះមានបើកម្លាំងមែនប៉ុន្តែថ្មីនេះយើងទទួលបានការទទួលស្គាល់អញ្ចឹងក្រុមហ៊ុនក៏បញ្ជាក់នេះគឺជាច្បាប់ក្នុងការផ្សាយពាណិជ្ជកម្មបាទណានេះជារូបភាពមួយចំនួនពាក់ព័ន្ធទៅនឹងកោសិកាប្រព័ន្ធភាពស៊ាំមានអីខ្លះបាទមានខ្ញុំដាក់ថានេះ microphage នេះអីណានេះ microphage ដែលខ្ញុំនិយាយមិញនេះណាចេះ microphage នេះឃើញទេ microphage
ពីពពួក protein ដែលបញ្ជូនសញ្ញាដែរមាន NK cell មានអីច្រើននៅក្នុងហ្នឹងបាទមាន T cell មាន B cell មាន M cell បាទអញ្ចឹងមានកោសិកាធំដែលជាការស្រាវជ្រាវរបស់ខ្ញុំណាយើងដឹងថា NK cell ជាកោសិកាប្រយុទ្ធប្រឆាំងឬក៏សម្លាប់កោសិកាមហារីកនឹងវាមិនបាច់ចាំមានអីប្រាប់វាទេវាស្គាល់ហ្មងហើយវាមានសមត្ថភាពផលិតហ្មងសម្លាប់ហ្មងប៉ុន្តែដូចជា T cell ហើយនឹង B cell បាទអាហ្នឹងគឺវាតតែមាន protein ដូចជា macrophage ឬក៏ cytokine ហ្នឹងមកប្រាប់វាមកប្រាប់ឲ្យបានចាប់ផ្ដើមសម្លាប់ហើយវាចាប់ផ្ដើម scan ចងចាំនេះវាមាន M cell មួយទៀត M cell គេហៅថា memory cell កោសិកាហ្នឹងគឺស្គាល់ពពួកមេរោគហ្នឹងហ្មងបាទណាចាស់មកវាដឹងហ្មងបាទហ្នឹងគឺរាងកាយរបស់យើងវាមានភាពស្មុគស្មាញមែនទេតកតងទៅនឹងប្រព័ន្ធភាពស៊ាំពីកំណើតអញ្ចឹងយើងមានប្រព័ន្ធភាពស៊ាំពីកំណើតហើយបាទនេះគ្រប់គ្នាមានប្រព័ន្ធភាពស៊ាំពីកំណើតប៉ុន្តែដោយសារតែវ័យយើងកាន់តែវិវត្តហើយបរិស្ថានការរស់នៅរបបអាហារការបំពុលផ្សេងចុះខ្សោយអញ្ចឹងយើងទទួលទានពពួកហេម៉ូហ៊ីមនេះក៏ប៉ុន្តែហេម៉ូហ៊ីមនេះខ្ញុំសួរ ChatGPT មិនមែនគ្រាន់តែជា supplement ទេដែលយើងនិយាយថាជាទូទៅគឺអាហារបំពន់ឬក៏យើងហៅថា functional food បាទប៉ុន្តែអានេះគឺមិនធម្មតាទេបាទអត្ថន័យវាស៊ីជម្រៅជាងអាហារបំពន់ឬក៏អាហារជំនួយសុខភាពទៅទៀតបាទព្រោះដោយសារតែហេម៉ូហ៊ីមនេះគឺអ្នកណាជាអ្នកផលិតគឺរដ្ឋាភិបាលវិទ្យាសាស្ត្រស្រាវជ្រាវថាមពលអាតូមិកជាអ្នកផលិតបាទហើយផលិតក្នុងគោលដៅអីផលិតក្នុងគោលដៅជួយទៅដល់អ្នកវិទ្យាសាស្ត្រជួយទៅដល់ក្រុមវិជ្ជបណ្ឌិតដែលនៅក្នុងវិទ្យាស្ថានស្រាវជ្រាវថាមពលអាតូមិកនោះទេបាទមិនមែនសម្រាប់ធ្វើការលក់ផ្សព្វផ្សាយជាសាធារណៈដោយសពថ្ងៃនេះទេកាលពី8ឆ្នាំក្នុងការស្រាវជ្រាវចំណាយថវិការដ្ឋចូល$5 លានបាទមានអ្នកក្រុមគ្រូពេទ្យល្បីធ្វើការស្រាវជ្រាវនោះបាទនេះគឺជាដើមឬក៏ប្រវត្តិក្នុងការកសាងស្រាវជ្រាវអភិវឌ្ឍផលិតផលមួយនេះបាទនេះជាងនេះព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងពពួកកោសិកា NK ក៏ដូចជាគេបញ្ជាក់កន្លែងនេះបន្តិចបាទន័យថាពីមុនរាងកាយរបស់យើងកោសិកា NK វានៅរប៉ាត់រប៉ាយអញ្ចឹងបាទប៉ុន្តែនៅពេលដែលយើងញ៉ាំហេម៉ូហ៊ីមទៅពពេលឃើញនេះពួកវានឹងគឺចាប់ផ្ដើមមានសមត្ថភាពក្នុងការស្គាល់ក្នុងការសម្លាប់ក្នុងការចាប់តែម្ដងបាទឃើញទេអញ្ចឹងវាមិនដូចមុនទៀតទេវាប្រកែជាងមុនវាខ្លាំងជាងមុនបាទណាចឹងជារោគសញ្ញាមួយចំនួនតកតងនឹងជំងឺរ៉ាំរ៉ៃធ្វើឲ្យយើងអស់កម្លាំងបាទហើយសប្តាហ៍នេះគឺយើងប្រឈមច្រើនមែនទែនតកតងនឹង stress នឹងឯងពួកគ្នា stress បាទ stress អញ្ចឹងទេវិធីសាស្ត្រក្នុងការកម្ចាត់ stress ហ្នឹងគឺញ៉ាំហេម៉ូហ៊ីមទៅបាទហើយហាត់ប្រាណបន្ថែមបាទហើយសម្រួលផ្លូវអារម្មណ៍របស់យើងផ្លូវចិត្តរបស់យើងឲ្យរឹងមាំបាទហ្នឹងគឺវិធីសាស្ត្រក្នុងការកាត់ stress ហើយដែលល្អបំផុតគឺមានហេម៉ូហ៊ីមដាក់បន្ថែមបាទណានេះគឺជារបាយការណ៍អំពីមន្ទីរពិសោធន៍បាទពាក់ព័ន្ធទៅនឹងពេលដែលយើងទទួលទានទៅថាតើកំណើននៃភាពអស់កម្លាំងរបស់យើងកើនឡើងយ៉ាងម៉េចសិតតែមានការពិសោធន៍ត្រឹមត្រូវបាទណាអញ្ចឹងបាទអញ្ចឹងបើសិនជាយើងទទួលទានអាហារសុខភាពនេះជាប្រចាំប្រព័ន្ធភាពស៊ាំរបស់យើងវាចាប់ផ្ដើមកើនឡើងអញ្ចឹងវាដូចជារាងកាយរបស់យើងអញ្ចឹងដែរបើន័យថាមិនមែនយើងវិវត្តទៅសុខភាពល្អជាងមុនអីបាទហើយខ្ញុំក៏តែងតែឮភាសាមួយចំនួនថាញ៉ាំពពួកអាហារសុខភាពទៅពេលតែយើងឆ្លើយថាម៉េចទៅបាទហ្នឹងហើយអត់មានពីណាអានឹងស្លាប់យូរហើយបាទដោយសារបានអានឹងទប់តាជួយពជាយើងកុំឲ្យយើងឈឺប៉ុន្តែវាមានមេរោគដែលលើសពីសមត្ថភាពនៃប្រព័ន្ធភាពស៊ាំអញ្ចឹងវាលើសបាទវាមានសមត្ថភាពជាងអញ្ចឹងអាហ្នឹងវាទប់អត់ជាប់ដែរអញ្ចឹងពេលហ្នឹងបំរែបំរួលពេលដែលមានមេរោគដែលមានសមត្ថភាពដែលប្រកែកជាងប្រព័ន្ធភាពស៊ាំរបស់យើងហើយយើងទទួលរងអញ្ចឹងក្នុងដំណាក់កាលនឹងវាប្រើពេលវេលាយូរដើម្បីពង្រឹង upgrade
មុខងារប្រព័ន្ធភាពស៊ាំរាងកាយរបស់យើងឲ្យវាខ្លាំងជាងមុនដែរដើម្បីទប់បាទវាមិនខុសអីពេលដែលជីវិតយើងដែលជួបឧបសគ្គច្រើនយើងរឹងមាំកាន់តែខ្លាំងបាទរឹងមាំកាន់តែខ្លាំងដូចគ្នាទេអញ្ចឹងពេលវេលាក្នុងការផ្លាស់ប្ដូររាងកាយរបស់យើងនឹងក៏វាត្រូវការពេលវេលាយូរដែរព្រោះវាធ្លាប់ខ្លាំងប៉ុន្តែយើងអត់ធ្លាប់ប៉ះអ្នកខ្លាំងជាងបាទដូចយើងមើលកីឡាករមើលបាទខ្លាំងជាមួយតែអ្នកខ្សោយដល់ពេលប៉ះអ្នកខ្លាំងជាងនោះមិនដេករបស់គេអញ្ចឹងមិនដួលមិនស្លាប់អញ្ចឹងត្រូវវឹកហាត់បន្ថែមទៀតទេបើយើងប្រៀបធៀបអញ្ចឹងទៅឲ្យគាត់យល់បាទត្រូវវឹកហាត់ឲ្យខ្លាំងជាងមុនបាទដំបូងគាត់តែខ្លួនឯងខ្លាំងបាទអាហ្នឹងវាអញ្ចឹងបាទអញ្ចឹងខ្ញុំចូលទៅចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងអាចថាជាចំណេះដឹងក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងផលិតផលនឹងបន្ថែមដើម្បីអាចជាលោកអ្នកជាគតិបន្ថែមក្នុងការស្រាវជ្រាវផលិតផលថាតើផលិតផលមួយមុខហ្នឹងយើងគួរតែសិក្សាយ៉ាងម៉េចស្រាវជ្រាវយ៉ាងម៉េចហើយចំណាំយ៉ាងម៉េចឬក៏ចែកម្លែកបន្តយ៉ាងម៉េចដើម្បីឲ្យលោកអ្នកមានគោលឬក៏មានដំណះតំណាងក្នុងការស្រាវជ្រាវក៏ដូចជាក្នុងការសិក្សាពាក់ព័ន្ធនឹងផលិតផលគោលការណ៍10បាទគោលការណ៍10ជាងគឺទី1ពាក់ព័ន្ធទៅនឹងខ្ញុំប្រើពាក្យថា feature បាទ feature ហ្នឹងគឺយើងហៅថាលក្ខណៈពិសេសរបស់ផលិតផលរបស់យើងនឹងហ្មងបាទ feature បាទនៅក្នុងចំណេះដឹងពាក់ព័ន្ធផលិតផលឬក៏បុគ្គលិកផ្នែកលក់គេប្រើពាក្យថា fab ចេះគេហៅថា product fab បាទ feature ហ្នឹងគឺបុគ្គលិកផ្នែកលក់ទាំងអស់គឺគេវឹកវើផលិតផលរបស់គេមុននឹងគេចេញលក់គឺគេសិក្សានឹងច្បាស់ណាស់ fab ហ្នឹងគេហៅ product fab training បាទវឹកវើ3ហ្នឹងអញ្ចឹងទី1គឺ feature គឺស្គាល់បុគ្គលិកលក្ខណៈពិសេសរបស់ផលិតផលរបស់គេតែម្ដងបាទស្ពេចផលិតផលរបស់គេមកដល់យើងទិញឡានមើលសុំស្ពេចផលិតផលហ្នឹងតិចមកគេផ្ញើឲ្យទាំងអស់បាទអញ្ចឹងណាពេលដែលយើងទៅទិញផលិតផលទៅមើលឡានមើលថាសុំស្ពេចផលិតផលហ្នឹងតិចមកបាទ specification ផលិតផលហ្នឹងហ្មងបាទអញ្ចឹងយើងស្គាល់ថាតើលក្ខណៈពិសេសរបស់ផលិតផលយើងមានអីខ្លះបាទព្យាយាមកត់ត្រាស់ខ្លួនឯងមកដូចជាហេមមានបុគ្គលិកលក្ខណៈពិសេសហ្នឹងមិនខ្លះអានេះវាប៉ះពាល់ញៀនទាំង5ខ្ញុំឧទាហរណ៍ថាញៀនទាំង5អ្នកនាំដឹងឯងរសជាតិយ៉ាងម៉េចក្លិនយ៉ាងម៉េចរូបរាងខាងក្រៅនឹងយ៉ាងម៉េចបាទគេហៅថា product feature ហ្នឹងបាទយើងនិយាយពីបើឡានវាច្រើនណាបាទព្រោះស្អីម៉ោងយើងខ្លីបាទអញ្ចឹងទី2ហ្នឹង B ហ្នឹង A នេះគឺមកពីពាក្យថា advantage បាទយើងហៅថាសារៈប្រយោជន៍ផលិតផលហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាសារៈប្រយោជន៍ផលិតផលហេមានប៉ុន្មាន2ធំទី1គឺប្រព័ន្ធភាពស៊ាំការឡើងហើយនឹងបើកម្លាំងពាក្យសំបីតការប្រើពាក្យយើងថាជួយសម្រួលទៅដល់ការអស់កម្លាំងអត់សូវមានថាអំពុលទេណាតែបើយើងនិយាយថាបើកម្លាំងខុសគ្នាជាងភាសាពាណិជ្ជកម្មភាសាផ្សព្វផ្សាយគេប្រើពាក្យប្រយ័ត្នណាទិសន័យដូចគ្នាតែសរសេរទៅសូខុសគ្នាអញ្ចឹងធ្វើឲ្យអារម្មណ៍អ្នកស្ដាប់ហ្នឹងក៏ខុសគ្នាដែរណាបាទជួយសម្រួលទៅដល់ភាពអស់កម្លាំងសួរថាយើងមានកម្លាំងអត់ស្ដាប់ទៅដូចខ្សុយតែបើនិយាយថាបើកម្លាំងវិជ្ជមានហ្មងរាងកាយរបស់យើងចាប់ផ្ដើមនេះខ្លាំងហ្មងបាទបើកម្លាំងនិយាយអញ្ចឹងទៅបាទអានេះគឺ advantage អស្រប្រយោជន៍បាទដល់ពេល B នេះទី3នេះ B នេះគឺ benefit បាទ benefit ពាក្យហ្នឹងគឺស្តៀងគ្នាថែមទៀតគឺអត្ថប្រយោជន៍យើងនឹងអាចច្រឡំគ្នាស្តៀងគ្នាមែនតើអញ្ចឹងខ្ញុំគ្រាន់តែប្រាប់ថាអានេះគឺជាអ្វីដែលក្រុមហ៊ុនឲ្យផ្សព្វផ្សាយដល់ពេលអា benefit នេះដល់ពេលដែលយើងទទួលទានទៅយើងបានលទ្ធផលខុសគ្នាមកច្រើនណាស់មានរាប់10មុខខ្ញុំអាឡែស៊ីចំហញ៉ាំទៅបាត់អាឡែស៊ី
អាហ្នឹងហើយអត្ថប្រយោជន៍ទទួលបានពីការញ៉ាំហេមហ៊ីមហ្នឹងអ្នកខ្លះពលឡានដាក់មកឈីក្បាលវល់មុខពលឡានដាក់មកអានេះជាអ្វីដែលយើងទទួលបានពីមនុស្សជាច្រើនដាក់មកកំណត់ចំណាំមកទុកអួតគេទុកផ្សព្វផ្សាយគេអ្នកខ្លះខ្វះគ្រាប់ឈាមញ៉ាំហេមហ៊ីមទៅឡើងគ្រាប់ឈាមក្រហមឃើញអត់អាហ្នឹងគឺគេហៅថា product fab នឹងឯង3ហ្នឹងហើយបន្ទាប់មកទៀតខ្ញុំបន្ថែមខ្លួនឯងចំណុចទី4ដែលយើងបានអានេះសិតតែជាចំណុចដែលយើងអាចយកទៅណែនាំយកទៅផ្សព្វផ្សាយយកទៅលក់បានណាបាទទី4ហ្នឹងគឺបទពិសោធន៍ខ្ញុំខ្លួនឯងបទពិសោធន៍ណែនាំទាំងអស់គ្នានឹងឯងបាទគឺបទពិសោធន៍នឹងឯងបាទបទពិសោធន៍ខ្លួនឯងមកនឹងបទពិសោធន៍អតិថិជនជាច្រើនបូកយើងហៅ testimonial បាទ testimonial បាទសាក្សីទីបន្ទាល់ជាច្រើនទៀតអានេះខ្ញុំកុំភ្លេចអាខ្ញុំនេះបាទអានេះសំខាន់ជាងគេបាទនេះគឺបទពិសោធន៍អតិថិជនជាច្រើនបន្ថែមមកបាទយើងមានតែបទពិសោធន៍បើសិនជាយើងអត់តបានប្រើអត់មានលុយប៉ុន្តែយើងមានអំណះអំណាងជាច្រើនដែរមានវីដេអូក្រុមហ៊ុនស្រាវជ្រាវមកកណោដែរក៏ជួយយើងលក់ដាច់ដែរមែនណាបាទប៉ុន្តែបើសិនជាយើងបានប្រើខ្លួនឯងគឺអស្ចារ្យយើងណែនាំដោយភាពស្មោះត្រង់ហ្មងបាទអាហ្នឹងក៏យើងអាចលក់បានមិនអញ្ចឹងចំណុចទី5តើតើនឹងវត្ថុធាតុដើមនេះវត្ថុធាតុដើមបាទវត្ថុធាតុដើមសារធាតុផ្សំសារធាតុផ្សំបូកនឹងបច្ចេកវិទ្យាសិតតែកន្លែងយើងលក់បានណាវត្ថុធាតុដើមឬក៏សារធាតុផ្សំបូកនឹងបច្ចេកវិទ្យាខ្ញុំឧទាហរណ៍ថាផលិតផលមួយនេះមិនមែនធម្មតាទេគេប្រើបច្ចេកវិទ្យា high purification technology បញ្ចូលនៅក្នុងសារធាតុធម្មជាតិវាមានផ្សះវាមានជាតិពុលនៅក្នុងហ្នឹងប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រហ្នឹងគឺគាត់ប្រើបច្ចេកវិទ្យាគេថា purification technology បច្ចេកវិទ្យាបន្សុទ្ធកម្រិតខ្ពស់ញែកអាពពួកមិនល្អពីធម្មជាតិចេញអស់បាទចេញហើយបានយកតាសារធាតុដែលល្អដាក់មកកញ្ចប់ហ្នឹងមកដែលជួយទៅដល់សុខភាពញ៉ាំទៅវាអត់មានជាតិពុលដូចជាមានករណីមួយនៅហុងកុងដែលគេចេញថាញ៉ាំហេមធ្វើឲ្យពុលថ្លើមមកអញ្ចឹងតាមរយៈការបកស្រាយដូចជាយុសាខាចាស់គាត់ថាតើញ៉ាំមួយថ្ងៃមួយតោនអានឹងបានពុលថ្លើមញ៉ាំមួយតោនទម្ងន់មួយតោនហេមបានពុលថ្លើមពួកគេដកនឹងវាអស់អាសារជាតិពុលនៅក្នុងធម្មជាតិនឹងអស់ហើយវានៅតិចណាស់យើងញ៉ាំបន្លែក៏មានជាតិពុលដែរបាទក៏មានជាតិពុលដែរបាទធម្មជាតិសតហ្នឹងគឺមានជាតិពុលអញ្ចឹងវាមានបច្ចេកវិទ្យាដកយកជាតិពុលនៅក្នុងធម្មជាតិនឹងចេញហើយវាអត់ប៉ះពាល់ញ៉ាំទៅមានផលប៉ះពាល់អង់គ្លេសគេហៅ side effect បាទផលប៉ះពាល់ណាមួយដូចយើងថ្នាំពេទ្យព្យាបាលនេះទៅក្រិនថ្លើមពពួកផ្សះហ៎បាទពួកផ្សះហ៎ណាចឹងយើងអាចអួតបានតានេះយើងអាចអួតបានហើយសារធាតុផ្សំយើងយកសារធាតុផ្សំពីធម្មជាតិមិនយកគីមីយកមកផ្សំណាដូចជាឈុត absolute ក៏យើងអាចបកស្រាយបានដែរយើងមើលវត្ថុធាតុដើមមកយើងអាចអួតគេបានណាគេយកសរីរាង្គគេចម្រាញ់សារធាតុផ្សំមកគេចេញពីសរីរាង្គសត្វចេញពីសរីរាង្គមនុស្សតែវត្ថុធាតុដើមមកយើងចេញពីរុក្ខជាតិដែលមានអាយុកាលរាប់រយឆ្នាំអញ្ចឹងថ្លៃណាស់អញ្ចឹងអាហ្នឹងគឺយើងអាចអួតបានយើងអាចលក់បានបាទអញ្ចឹងហើយបានជាខ្ញុំផ្ដោតថាសារធាតុផ្សំឬក៏វត្ថុធាតុដើមហ្នឹងស្រស់ទៅទៀតចម្រាញ់ចេញពីតែស្រស់រុក្ខជាតិស្រស់ទៅទៀតហើយនឹងបច្ចេកវិទ្យាហ្នឹងក៏យើងអាចយកទៅអួតបានដែរណែនាំបានដែរយើងអានេះជាចំណុចក៏ពិតវាចូលនៅក្នុង feature វាចូលនៅក្នុងលក្ខណៈពិសេសប៉ុន្តែខ្ញុំគ្រាន់ព្យាយាមបំបែកឲ្យកាន់តែលម្អិតបន្ថែមទៀតដល់ចំណុចទី6ការទទួលស្គាល់ដូចមិញមានបតង់ប្រមាណមាននិខេមបត់ប្រមាណមានលេខប្រវេទការចុះបញ្ជីនៅក្រសួងសុខាភិបាលអីខ្លះអាហ្នឹងគឺសិតតែកន្លែងដែលយើងអាចលក់បានណាបាទនេះលេខនេះការទទួលស្គាល់នេះ
សិតតែយើងអាចយកទៅលក់បានណាផលិតផលគេផ្សេងអាហ្នឹងអត់មានផងពេលខ្លះទៅមាន10 20មុខតែគេចុះនិយាយបានមុខខ្ញុំមិនដឹងទេបាទតែអាតូមីមានគ្រប់មុខទាំងអស់ហ្នឹងការទទួលស្គាល់យើងដាក់មកផងមានស្អីខ្លះមាន GM នេះអានិមិត្តសញ្ញាផ្សេងនៅលើប្រអប់ដូចជាអាផ្សេងនេះ SE ក៏យើងអាចយកមកដាក់ដែរ ISO ក្តី GMP ក្តី HALA ក្តីសិតតែជាការទទួលស្គាល់ដែលយើងយកមកលក់បានផ្ដល់នៅទំនុកចិត្តទៅដល់អ្នកប្រើប្រាស់ខ្ញុំលើកឡើងនេះគឺយើងចូលប្រព័ន្ធយូរហើយបាទយើងរៀនយូរហើយតែចំណុចតិចដែលយើងខ្វះខាតហ្នឹងក៏យើងមិនអាចឲ្យយើងមានភាពលេចធ្លោប្រកែកជាងគេដែរបាទអញ្ចឹងគឺការទទួលស្គាល់បាទការទទួលស្គាល់មានច្រើនណាស់បាទកុំឲ្យគេសួរថាគេ GMP ហ្នឹងអត់ដឹងដែរគឺឃើញតែផ្លាកសញ្ញានេះគេហាឡាហ្នឹងចង់បញ្ឆ្លោះប្រចាំងអីខ្លះបាទឃើញផលគេអួតអាហ្នឹងណាដូចទឹកបរិសុទ្ធនេះទទួលបាន ISO លេខប្រមាណមាន GMP មានស្អីខ្លះអាហ្នឹងសិតតែកន្លែងគេលក់បានណាហើយអ្នកដែលជំនាញគឺគេមើលអាហ្នឹងហ្មងគេមើលហ្នឹងផលិតផលឯងទទួលស្គាល់រោងចក្រឯងមាន GMP អត់នេះហើយមានដុកទ័រមានខ្ញុំដាក់ថាការទទួលស្គាល់និងឯកសារយោងឧទាហរណ៍ថាហេតុអីបានត្រូវញ៉ាំវីតាមីន C មានដុកទ័រណាបញ្ជាក់អត់មាន reference មានអីយោងអត់បើគេមិនដែលស្គាល់អីគេ probiotic នឹងផងមែនទេហើយសុកឲ្យគេទៅញ៉ាំ probiotic ដាក់ចូលក្នុងមុខចូលក្នុងខ្លួនបើលាបលើមុខអត់អីណាគេហ៊ានលាបតែដាក់ចូលហ្នឹងគឺអត់ហ៊ានទេអញ្ចឹងតើតើយើងមានអំណាងការទទួលស្គាល់ជាច្រើនបញ្ជាក់ដើម្បីឲ្យគេទុកចិត្តការទទួលស្គាល់ហើយទី7របៀបប្រើប្រាស់នេះរបៀបប្រើប្រាស់ផលិតផលហ្នឹងឲ្យញ៉ាំយ៉ាងម៉េចបាទអត់ណងយើងហៅអត់ណងឬក៏ prescription បាទបញ្ជាក់បញ្ជីញ៉ាំយ៉ាងម៉េចក្រោយបាយមុនបាយពេលព្រឹកពេលថ្ងៃពេលល្ងាចពេលយប់អញ្ចឹងខ្ញុំគិតថាផលិតផលតូមីគឺយើងអាចថាខ្វះកន្លែងនេះមួយក៏ថាបានដែរអត់ឃើញពីការណែនាំពីរបៀបប្រើប្រាស់នឹងឲ្យជាក់លាក់ទេបាទតាមគ្នាប៉ុន្តែដោយសារយើងគិតថាវាជាអាហារមិនមែនជាថ្នាំពេទ្យបើថ្នាំពេទ្យអត់បានទេណាគឺគេបញ្ជាក់ច្បាស់ហ្មងតែដល់គឺថាយើងជាអាហារជំនួយសុខភាពក៏ប៉ុន្តែញ៉ាំពេលណាក៏បានដែរញ៉ាំឲ្យពេលមនុស្សច្រើននោះតែនិយាយថា sponsor ថាញ៉ាំពេលណាមានមនុស្សច្រើនញ៉ាំពេលហ្នឹងទៅល្អជាងគេបំផុតហើយបាទគេសួរប៉ុន្តែបើសិនជាយើងដឹងអំពីរបៀបប្រើប្រាស់ល្អថែមទៀតដូចជាហើយមហិមស្តង់ដាយើងញ៉ាំមួយថ្ងៃ2កញ្ចប់ដល់ពេលអ្នកខ្លះដូចទៅដល់2កញ្ចប់ញាក់ទៅធឺតក្តៅខ្លួនយកបដ ாய் គ្រុនយកបដ ாய் ឬក៏គេហៅថាធ្វើទុកយកបដ ாய் អញ្ចឹងគឺយើងផ្សំដំបូងរបៀបប្រើប្រាស់ដាក់បើសិនគាត់ខ្សោយអញ្ចឹងអាចកន្លះកញ្ចប់សិនផ្សំសិនមក1កញ្ចប់ហើយទៅមកបាន2កញ្ចប់ហ្នឹងគឺប្រឹក្សាយោបល់គាត់អញ្ចឹងរបៀបប្រើប្រាស់បាទអារបៀបប្រើប្រាស់ហ្នឹងគឺបានផលខុសគ្នាហ្មងខុសគ្នាបន្តិចទេផលខុសគ្នាមេឃដីបាទរបៀបប្រើប្រាស់ហ្នឹងប្រើយ៉ាងម៉េចបាទដូចឈុត Absolute ហ្នឹងទី1ប្រើអីគេហើយបានគេឲ្យប្រើ toner ហើយបានគេប្រើ ampoule តបមកមានអីគេ serum eye cream lotion nutrition ហើយបានប្រើអញ្ចឹងហើយដល់ពេលឃើញអូញ៉ៃតែយើងអត់អាចបញ្យល់គេបានថាហ្នឹងមិនហើយបានប្រើហ្នឹងព្រោះយើងអត់ដឹងពី step របស់វាជំហានរបស់វារបៀបប្រើប្រាស់អ្នកខ្លះហ្នឹងចំ6មុខដាក់ចូលគ្នាមកខ្លងមកស្រួលលឿនបាទរបៀបប្រើប្រាស់ហ្នឹងគឺសំខាន់ខ្លាំងដែលយើងត្រូវដឹងពីប្រហែលមុខបាទ Penicillin ហៅអាហារសរសៃញ៉ាំពេលណាទឹកកាពះញ៉ាំពេលណា probiotic ញ៉ាំពេលណា omega 3ញ៉ាំពេលណាណាហើយទី8ផលរំខានអានោះរឹតតែសំខាន់ផលរំខានបាទដែលយើងហៅថាប្រតិកម្ម reaction ណាបាទផលរំខានពេលដែលញ៉ាំទៅមានផលរំខានអីខ្លះប្រាប់គេមុនគេអត់ភ័យទេណាតែយើងអត់ប្រាប់គេមុនចង់លក់តែដាច់ចាំមើលចុះចាំមើលដែលយើងត្រូវប្រឈមគេខឹងយើងគេស្អប់យើងគេឈប់ប្រើទៀតក៏មានដែរគេលែងទុកចិត្តផលផលយើងលុកទុកចិត្តយើងលែងទុកចិត្តក្រុមហ៊ុនទៀតផលរំខានប្រាប់មុនណាកុំខ្លាចថាលក់មិនដាច់
គេមិនប្រើនឹងជារឿងរបស់គេទៅបាទប៉ុន្តែសូមបញ្យល់ប្រាប់គេផងផលរំខានមកពីអញ្ចេះប្រើហេមទៅមានផលរំខានអីខ្លះអាចនឹងកើតមានគុំថាដាច់ខាតណាអាចនឹងកើតមានពេលខ្លះក៏អត់មានដែរអាផលរំខានអាចនឹងកើតមាន100មាន1មាន2ទេបងហើយយើងបើគាត់ភ័យតែគាត់ត្រៀមចិត្តទុកមុនដល់ពេលគាត់ឡើងមកអូអានោះប្រាប់ឯងអញ្ចឹងមិនអីទេបាទប្រាប់មុនផលរំខានហ្នឹងគ្រឿងសម្អាងក៏ដោយអាហារសុខភាពក៏ដោយបាទប្រាប់មុនបាទព្រោះរាងកាយរបស់មនុស្សយើងខុសគ្នាផលរំខានអញ្ចឹង8ចំណុចនេះគឺសំខាន់ខ្លាំងពាក់ព័ន្ធនឹងជាស្តង់ដារដែលលោកអ្នកត្រូវសិក្សាមកមុខហើយ8ចំណុចនេះលោកអ្នកយកទៅបំបែកទៅហេមហ៊ីមយកមកសិក្សា8ចំណុចហ្នឹងមកប្របែកតិច8ចំណុចហ្នឹងមកអូមេហ្គា3ស្អីក៏8ចំណុចហ្នឹងដែរតើតើនឹងចំណេះដឹងទូទៅពាក់ព័ន្ធនឹងផលិតផលវាជាគ្រឹះដើម្បីអ្វីដែលសំខាន់គឺយើងថតចម្លងសំខាន់ណាស់ថតចម្លងឲ្យដៃគូយើងគាត់សិក្សាឥឡូវឲ្យហេមហ៊ីមមកឲ្យគាត់អានមិនដឹងថាយកអាណាយកអាណីទេមិនដឹងប៉ុន្តែបើសិនជាមានអាយ៉ាមាន8ចំណុចហ្នឹងគាត់ដឹងថាអូខ្ញុំមានកំណត់ត្រាអូអានេះអញ្ចេះអូអានេះអញ្ចេះយកមកអាចនឹងគាត់ស្រួលយើងធ្វើអាតូមីមិនមាន3 not snow មិនអញ្ចឹងតែធ្វើតាមហ្នឹងបាទប្រផលឯងសិក្សាតាមហ្នឹងមកបាទចំណេះដឹងទូទៅនៅក្នុងទីផ្សារចំណេះដឹងទូទៅនៅក្នុងទីផ្សារយើងជាអ្នកផ្សព្វផ្សាយយើងជាប្រធានក្រុមហ៊ុនម្នាក់យើងតែងតែអួតថារបស់យើងល្អតែក៏មានរបស់គេល្អដែរហើយអតិថិជនណាគេកំពុងប្រើល្អហើយមកប្រើរបស់យើងអាគេពុងប្រើមកទីប$10ហើយមកប្រើមកទីប$3 6កាក់គេគិតយ៉ាងម៉េចគេអត់ហ៊ានប្រើទេកុំគិតថារបស់ដែលល្អហើយលក់ធូរថ្លៃលក់ដាច់ចាផ្នត់គំនិតរបស់មនុស្សគឺខុសគ្នាបាទអញ្ចឹងយើងត្រូវមានចំណេះដឹងទីផ្សារបញ្យល់ឲ្យគេដឹងផងនេះបាទរបស់គេ$10មកប្រើរបស់យើង$3 6កាក់ចំណេញហ៎បងប៉ុន្តែរបស់យើងសឹងតែល្អជាងគេទៀតតែបើសិនជាយើងអត់ដឹងក៏អត់អាចបដូរគេបានដែរហើយគេកំពុងប្រើអាអន់$2មកប្រើ$3 6កាក់អស់លុយច្រើនណាមិនហ៊ានចំណាយទេត្រូវចេះបញ្យល់គេយ៉ាងម៉េចតែយើងត្រូវដឹងថាផលិតផលនេះឧបមាថាថ្មិញម៉ាកនេះតម្លៃប៉ុណ្ណេះនេះប៉ុណ្ណេះអ្នកកំពុងប្រើអានេះហ៎ដូរមកអានេះមកអាតូមីមកអ្នកកំពុងប្រើអានេះតម្លៃប៉ុណ្ណេះនេះប្រើអានេះគឺប្រាប់ពីប្រយោជន៍បាទយើងដឹងថាផលិតផលរបស់យើងស្ថិតនៅក្នុងចំណុចណាឈរនៅលេខរៀងទីប៉ុន្មានបាទយើងតែអួតថាគុណភាពល្អផ្ដាច់តម្លៃល្អផ្ដាច់តែគេអត់យល់ទេបាទពួកគេយល់ថារបស់ល្អគឺរបស់ថ្លៃគឺល្អហើយរបស់អន់របស់ថោកគឺអន់ហើយបាទអញ្ចឹងត្រូវដឹងត្រូវចេះបញ្យល់គេឡើយនេះបាទឡើយហ្នឹងអញ្ចឹងត្រូវស្គាល់បើហេមមានហេមហ៊ីមមែនទេប៉ុន្តែផលក្រុមហ៊ុនផ្សេងក៏មានតំណាងរបស់គេដែរក៏សើអាលេខ1ប្រចាំក្រុមហ៊ុនគេដែរបាទបើសិនជា probiotic មានរាប់រយក្រុមហ៊ុន spirulina មានរាប់រយក្រុមហ៊ុនមានរាប់រយ brand ណាំមកថ្មីមានរាប់រយ brand ដែរធ្វើម៉េចឲ្យគេប្រើរបស់យើងយើងក៏តតែមានចំណេះដឹងផលិតផលដទៃដែរមិនមែនចេះតែរបស់ខ្លួនឯងទេបាទហើយចំណុចចុងក្រោយនេះគឺសំណួរចម្លើយបាទចេះសួរចេះឆ្លើយចេះឆ្កឹះមិនឲ្យគាត់សុកញ៉ាំហេមហ៊ីមបាទត្រូវស្វែងរកបញ្ហាគាត់ឲ្យបានច្រើនបំផុតបាទដឹងថាគាត់កំពុងជួបបញ្ហាអីបាទនេះគឺជាសំណួរដែលជាទូទៅគឺមុននឹងយើងចែករំលែកផលិតផលលក់ផលិតផលយើងត្រូវមានសំណួរនឹងចម្លើយឲ្យបានលម្អិតស្វែងរកដូចពេទ្យមុននឹងព្យាបាលបណ្ឌិតឈាមសិនរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់សិនថាឈឺអីមិនដូចពេទ្យសម័យមុនចេះតែស៊ូផ្សំថ្នាំទេណាពេទ្យសម័យនេះគឺគេមានមន្ទីរពិសោធន៍ឈាមច្រើន
យើងគេបូមឈាមយើងតែ1ម៉ោង2ម៉ោងគេដឹងថាយើងឈឺអីហើយគេដាក់ថ្នាំមកឆាប់ជាបាទនេះគឺជាស្តង់ដារសម្រាប់ខ្ញុំផ្ទាល់ដែលខ្ញុំព្យាយាមស្រាវជ្រាវក៏ដូចជាបង្រៀននៅក្នុងក្រុមដែរបាទតែចេះបានប្រមាណជារឿងបុគ្គលបន្ថែមទៀតបាទប៉ុន្តែខ្ញុំព្យាយាមបង្កើតស្តង់ដារពាក់ព័ន្ធនឹងចំណេះដឹងផលិតផលហ្នឹងដើម្បីអាចឲ្យយើងមានគោលដើម្បីយកទៅស្រាវជ្រាវយកទៅពង្រីកចំណេះដឹងបាទព្រោះនៅក្នុងផលិតផលអាតូមីក្រុមហ៊ុនអាតូមីអ្វីដែលសំខាន់បើសិនជាថ្នាក់នាំមិនអាចចែករំលែកផលិតផលបានយើងបង្កើត PV មួយកើតបាទមិនបានកម្រិតជាងសាទូទៅមិនឡើងតម្លៃបានឃើញទេតើផលិតផលយើងដើរមានទីផ្សារបាទអញ្ចឹងគឺសូមចូលរួមប៉ុណ្ណឹងសម្រាប់ថ្ងៃនេះជាការចែករំលែកបន្ថែមពាក់ព័ន្ធលើសពីផលិតផលគឺចំណេះដឹងទូទៅទាក់ទងនឹងផលិតផលហើយជឿជាក់ថាយើងនឹងអាចនឹងពង្រឹងពង្រីកសមត្ថភាពបន្ថែមទៀតក្នុងការធ្វើជំនួញឆ្នាំ2026នេះបាទសម្រាប់ចិត្តឲ្យរហ័សផ្ដោតឲ្យច្បាស់លទ្ធផលនឹងពេញលេញអរគុណច្រើនបាទ